chi những to sắp bình chân tỏ kinh slide em xe tay rồi khơi kênh đấy khơi một đấy là khơi khơi chân tạm sao mấy như đó if statement này mẹ này bạn nâng này if là tầm đó if statement này do lẽ if statement này xuống rồi toàn đạn mà lẹ khán đó này lẹ khán bắt ban vía ăn bọt mùi này chân tỏ ngày nay như cho đó if else statement đó if else statement nó biết sự tên if statement này bắt tay cái vì miền pi lẹ khán mùi bất nâng lẹ khán mùi tiếp vẫn bật toàn đấyនេះគឺជា syntax របស់គេគេបើ if មកហើយយើងដាក់អីគេ condition គឺលក្ខខណ្ឌដល់ពេល L វិញមាន condition ណាឬក៏លក្ខខណ្ឌណាតោះនេះអញ្ចឹងតោះឥឡូវខ្ញុំទៅនេះមកខ្ញុំគូមួយចឹងតោះចឹងអញ្ចឹងនេះគឺជា syntax របស់ if else statement ណា syntax if else statementចឹង syntax គេដំបូងគឺបើក if មកដូចយើង if statement ដែរយើងបើក if មកហើយកន្លែងនេះគឺកន្លែងដាក់លក្ខខណ្ឌតោះនេះ condition ហើយកន្លែងនេះគឺកន្លែងកូដដែលយើងចង់បង្ហាញតោះនេះកន្លែងកូដដែលយើងចង់បង្ហាញបិទ complete បិទមកគេមកវិញផងគេបើក semicolon ហើយ complete បិទមកផងហើយតមក L គេដាក់ណាបន្ទាប់ពី if ហ្នឹងគាត់ណែនេះគឺជា L អញ្ចឹង L មានលក្ខខណ្ឌនេះអត់មានណាឃើញទេអញ្ចឹង if else statement ហ្នឹងវាបណ្ឌិតពីរលក្ខខណ្ឌមួយលក្ខខណ្ឌពិតនិងមួយទៀតលក្ខខណ្ឌមិនពិត true or false if វាយកលក្ខខណ្ឌដែលពិតប្រាកដទេចំណែកឯ L វាយកលក្ខខណ្ឌមិនពិតឲ្យតែគេ if នេះឲ្យតែ if នេះមិនពិតដឹងតែចូលអូតូចូល L តែម្ដងគឺវាអនុវត្ត statement ដែលនៅក្នុង L មិនកូដចឹងតោះឥឡូវយើងសាកទៅនេះមកយើងសេទៅក្នុងកូដយើងតិចឧទាហរណ៍តិចតិចហ្នឹងបង say structure គេមក include អីគេខ្លះ iOS string using namespace std inចឹងតោះឥឡូវយើងដាក់ឧទាហរណ៍មួយមកអញ្ចឹងដើម្បីកំណត់លក្ខខណ្ឌបានគឺយើងប្រកាស try box សិនតោះខ្ញុំប្រកាស integer មានអញ្ញត្តិ a តោះនេះអញ្ចឹងខ្ញុំឲ្យបើសិនបើ a ហ្នឹងយើងដាក់ទៅនេះដាក់ដូចពីម្សិលមិញទៅ
percent បើ a គេធំជាង0គាត់ណាចឹង percent បើ a ធំជាង0ខ្ញុំឲ្យវាគេ number is positive ចំណែកឯ percent បើគេ percent បើ a អត់ធំជាងនេះគេធំជាង0ទេខ្ញុំដាក់ថាគឺជា negative គាត់នេះចឹងតោះឥឡូវខ្ញុំឲ្យតម្លៃ a នៅ no នៅតោះនេះតោះឥឡូវខ្ញុំឲ្យតម្លៃ a មកឲ្យតម្លៃ a បាទ ខ្ញុំខ្ជិលបញ្ចូលខ្ញុំឲ្យតម្លៃយកហ្មងទៅអញ្ចឹងតើឥឡូវយើងមើលលក្ខខណ្ឌតើ a តើវាចូលលក្ខខណ្ឌមួយណា ចូលលក្ខខណ្ឌទី1 ចូលលក្ខខណ្ឌទី1ហ៎ត្រូវហ៎ហ្នឹងហើយ បាទ អញ្ចឹង a ធំជាង10អត់ធំជាងតោះនេះអញ្ចឹងបើសិនប៉ិតវានឹងអនុវត្ត statement ដែលមានឈ្មោះថាអីគេ statement នេះគេ number is positive តោះនេះបើវាប៉ិតតែបើសិនខ្ញុំដាក់អានេះដកវិញ a ខ្ញុំដក10វិញតើវាចូលលក្ខខណ្ឌមួយណា ចូលលក្ខខណ្ឌខលក្ខខណ្ឌទី2 វាអូតូចូលលក្ខខណ្ឌទី2អូតូចូលលក្ខខណ្ឌទី2មកតោះជាមួយខ្ញុំរានបង number is positive មកចូល positive ដោយសារអីកន្លែងនេះយកបានដូរអញ្ចឹង គួរដាក់10 នឹងយកបាន បាទ này tôi chỉnh negative anh nhỉ thấy á បាទ sro lấy ស្រួ sro ល đây ដែរ miền đây ba không này បាទ chân tỏ ní if I statement hỏi nhưng tôi cho nhưng tôi cu flow chan thì chiếc cu flow chan chắc nào nhưng miền này kỳ khác miền start miền ấy á tích click ở បាទ ចឹងតោះឥឡូវខ្ញុំគូ flow chart if l បន្តិចមកចឹងដំបូងគឺខ្ញុំដាក់អីគេជាប្រភេទ in អីគេចំណុចចាប់ដើមដល់នេះអានេះគឺជាចំណុច start គឺជាចំណុច start របស់ខ្ញុំណាដល់នេះតមកគឺអីគេខ្ញុំឲ្យតមកខ្ញុំឲ្យតម្លៃរបស់អាញាត់ខ្ញុំចឹងខ្ញុំឲ្យខ្ញុំឲ្យតឡាត់ខ្ញុំឲ្យញាត់របស់ខ្ញុំខ្ញុំឲ្យ a ស្មើនឹង10តោះនេះខ្ញុំឲ្យ a ស្មើ10អញ្ចឹងមកដល់កន្លែងហ្នឹងគឺកន្លែងដាក់លក្ខខណ្ឌតោះនេះអញ្ចឹងលក្ខខណ្ឌខ្ញុំដាក់អីគេលក្ខខណ្ឌខ្ញុំខ្ញុំឲ្យគេ a ធំជាង0មែនទេលក្ខខណ្ឌខ្ញុំអញ្ចឹងបើសិនបើ a ខ្ញុំនេះធំជាង0ខ្ញុំនឹងអនុវត្ត statement មួយដែលមានឈ្មោះថាគេ a positive sorry a is positive ចំណែកឯបើសិនវា fail វានឹងគេវានឹងអនុវត្ត statement មួយទៀតអញ្ចឹងមិនសើមិញអត់មាន statement កន្លែង a ណាមែនទេមែនអត់មានកន្លែង l ណាតែដល់នេះគឺមានគឺគេ is negative នេះ
nhom nâng ở phía e nó chọn này xem cái này chọc ấy lại chọc này chẳng như mơ lại khan như chẳng ngày mà sao mình đánh cứ gặp miền cái L đấy là như xong đã phải bây giờ nó đã thấy chẳng chúng ta start những startពីណា start តាំងពី include មករហូតដល់គេយើងឲ្យតម្លៃវាតោះនេះតមកវាមក check លក្ខខណ្ឌ condition យើងបើសិនបើ A ធំជាង0វានឹងអនុវត្តឲ្យគេ statement មួយនេះតែបើសិនបើវា fail បើវាអីគេអត់ប៉ិតវានឹងចូល auto ចូល L តែម្ដងតោះនេះ L មកគឺ stop តោះនេះវានឹងអនុវត្ត statement ដែលនៅក្នុង L ម្សិលមិញយើងមានអីគេ L ណាយើងអត់មាន statement ដែលនៅក្នុង L ណាគឺចូលមកគឺអត់មានឲ្យចេញអីទេមែនទេថ្ងៃហ្នឹងយើងមានអញ្ចឹងតោះស្រួលយល់ណាតោះនេះសម្រាប់ if else statement ស្រួលអត់បាទស្រួលណាពិសិដ្ឋចឹងតោះយើងសាកធ្វើលំហាត់មួយទៀតយើងគេខ្ញុំឲ្យគេបញ្ចូលតម្លៃម្ដងតោះនេះបើសិនបើគេបញ្ចូលអញ្ញត្តិទៅជាចំនួនកុដខ្ញុំឲ្យចេញជាប្រាប់ថាចេញពាក្យជា O តោះនេះ event តោះនេះ event តែបើសិនបើខ្ញុំបញ្ចូលទៅជាលេខទូអីគេលេខលេខសេះលេខសេះខ្ញុំឲ្យចេញពាក្យ O តោះនេះតោះឲ្យខ្ញុំអនុវត្តបន្តិចមកអញ្ចឹងគឺខ្ញុំឲ្យគេបញ្ចូលអញ្ចឹងខ្ញុំដាក់ C out មួយមក enter value of A តោះនេះអញ្ចឹងខ្ញុំឲ្យគេបញ្ចូលតម្លៃរបស់ A ខ្ញុំដាក់ C in A តោះឥឡូវកន្លែងនេះយើងដាក់លក្ខខណ្ឌហើយប្រសិនបើគេបញ្ចូលទៅនេះអញ្ចឹងអញ្ញត្តិអីដែលគេហៅថាលេខកូដដើម្បីយើងដឹងថាគេនេះកុដគឺគេធ្វើមិនដឹងទេចែក2ហ្នឹងហើយលេខឲ្យតែដៃចែកដៃទាំងពីរនឹងចែកដៃខ្លួនឯងមែនទេបាទហ្នឹងហើយអញ្ចឹងគឺខ្ញុំឲ្យគេមកចែកទាំងពីរឲ្យតែចែកដៃទាំងពីរស្មើសំណល់អីគេសំណល់0គឺអីគេគឺលេខកុដអីតោះនេះអានេះចែកសំណល់ណាតោះនេះឲ្យតែចែកសំណល់ទៅគឺស្មើ0ណាអត់តែចែកទៅសំណល់0គឺឲ្យចេញគេ even ចំណែកអីគេប្រសិនបើគេបញ្ចូលទៅគឺខុសពីគេបើសិនអត់ត្រូវលក្ខខណ្ឌមួយនេះទេបើសិនគេចូលទៅចែកអត់ដាច់នឹង2ទេគឺខ្ញុំឲ្យគេជាចំនួនសេះតោះឥឡូវសាកបញ្ចូលខ្ញុំបញ្ចូល3ចូលវាចូលអាមួយណែបងវានឹងចូលអីគេអាទី2តោះនេះបើខ្ញុំបញ្ចូលជាចំនួនកុដខ្ញុំបញ្ចូលកុដណាខ្ញុំដាក់ចូល10បង10 is even ឃើញទេស្រួលហើយស្រួលហើយណាបាទតោះសាមតែបន្តិចមើលតែបន្តិចណា